នៅក្នុងបន្ទប់ពិសោធន៍មួយក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែអនុវត្តការពិសោធន៍ដ៏សាហាវលើមនុស្សភពកាយដោយមិនដឹងថាព្រានព្រៃឱកាសដែលដេកនៅទីនោះស្រាប់តែដឹងខ្លួនឡើងបន្ទាប់មកទៀតគឺការសម្លាប់រង្គាលដ៏សាហាវឃោរឃៅបន្ទាប់ពីកម្ចាត់ពួកគេបានទាំងអស់ហើយព្រានព្រៃឱកាសបានដើរទៅកាន់ទូដាក់អីវ៉ាន់ដើម្បីដណ្ដើមយកគ្រឿងបំពាក់របស់ខ្លួនមកវិញប៉ុន្តែគេបានរកឃើញថានៅក្នុងគ្រឿងបំពាក់នោះបាត់មុខដែកនិងស្រោមដៃដែកដែលសំខាន់បំផុតរំពេចនោះធ្វើឲ្យព្រានព្រៃឱកាសខឹងសម្បាជាខ្លាំងគេបានហែកទ្វារដែកដោយដៃទេហើយដណ្ដើមយកអាវុធពីបន្ទប់ត្រជាក់ចាប់ផ្ដើមការសម្លាប់យ៉ាងត្រជាក់សម្បុកម្ដងទៀតអ្នកនៅក្នុងនោះមិនមានឱកាសតាំងតតែសោះត្រូវគេកម្ចាត់ម្នាក់ម្ដងឲ្យដួលទៅលើដីពេលនោះគេបានឃើញរបាំងមុខមួយដែលស្រដៀងគ្នានៅក្បែរនោះក៏វាបំបែកទូកញ្ចក់យកវាភ្លាមដោយប្រើប្រព័ន្ធរុករកនៃរបាំងមុខនោះគេក៏រកឃើញទីតាំងមុខដែករបស់ខ្លួនទោះបីជាដឹងពីកន្លែងទុកគ្រឿងបំពាក់ក៏ដោយប៉ុន្តែព្រានព្រៃឱកាសហាក់មានការព្រួយបារម្ភព្រោះពេលនេះមានសមាជិកកុលសម្ព័ន្ធម្នាក់ទៀតកំពុងតែដេញតាមរកគេហើយសមាជិកម្នាក់នោះមានមាឌធំជាងព្រានព្រៃធម្មតាដល់ទៅ2 ដងថែមទាំងមានភាពសាហាវយង់ក្នុងបំផុតអាចយកឈ្នះព្រានព្រៃធម្មតាបានយ៉ាងងាយខណៈពេលនេះគេកំពុងបញ្ជាយានឱកាសដើម្បីគេចខ្លួនអេស្ត្រូវក៏ដេញតាមពីក្រោយមិនលែងដែរក្នុងស្ថានភាពអាសន្នគេបានបង្ខំឲ្យដំណើរការរនឱកាស wormhole ទើបអាចគេចផុតពីការតាមប្រមាញ់នោះបានបន្ទាប់មកគេបានបញ្ជាយានឲ្យចុះចតនៅលើភពផែនដីប៉ុន្តែពេលនេះម៉ាស៊ីនយានឱកាសបានខូចខាតយ៉ាងដំណំគេក៏សម្រេចចិត្តបោះបង់យាននោះចោលហើយយកឧបករណ៍បញ្ជាតូចមួយចេញមកតម្លើងវាទៅលើស្រោមដៃដែកមូលហេតុដែលគេត្រូវសមាជិកកុលសម្ព័ន្ធតាមសម្លាប់គឺមកពីប្រអប់ដែកមួយនេះឯងព្រោះវាជាកាដូដែលគេចង់យកមកឲ្យមនុស្សជាតិព្រានព្រៃបានចូលទៅក្នុងបន្ទប់សង្គ្រោះរៀបចំប្រព័ន្ធការពារនៅលើយានឱកាសគេបានលាក់យានឱកាសនៅកន្លែងដែលមានសុវត្ថិភាពបន្ទាប់មកបន្ទប់សង្គ្រោះបានធ្លាក់ចុះទៅក្នុងជួរភ្នំមួយចៃដន្យអីមានអ្នកបាញ់ស៊ីម្នាក់ឈ្មោះ Michael កំពុងបំពេញបេសកកម្មនៅក្នុងព្រៃជ្រៅនោះអ្នកបាញ់ស៊ីបានឃើញយានឱកាសហោះមករកខ្លួនគេក៏ប្រញាប់គេចខ្លួនយ៉ាងលឿនធ្វើឲ្យគេធ្លាក់ពីលើច្រាំងថ្មសំណាងល្អ Michael មិនរងរបួសធ្ងន់ធ្ងរទេក្រោយពេលងើបឡើងវិញគេបានពិនិត្យមើលថាតើរបស់អ្វីដែលបានធ្លាក់ចុះមកពេលដើរទៅជិតគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញថាវាជាយានឱកាសប៉ុន្តែព្រានព្រៃឱកាសនៅក្នុងយានបានគេចខ្លួនបាត់ទៅហើយបន្សល់ទុកតែរបាំងមុខចម្លែកមួយនិងស្រោមដៃដែកមួយ Michael បានរើសពួកវាមកមើលដោយក្តីចង់ដឹងហើយបានពាក់ស្រោមដៃនោះចូលទៅក្នុងដៃរបស់គេនឹកស្មានមិនដល់ថាស្រោមដៃនេះស្រាប់តែសារ៉េតម្រូវតាមទំហំដៃគេដោយស្វ័យប្រវត្តិហើយស៊ីគ្នាជាមួយដៃគេយ៉ាងល្អឥតខ្ចោះសមិទ្ធនៅក្បែរនោះបានស្រែកហៅមិត្តរួមក្រុមដទៃទៀតប៉ុន្តែមិនឃើញមានអ្នកណាឆ្លើយតបឡើយខណៈពេលដែលពួកគេកំពុងឆ្ងល់ថាបាត់មិត្តភក្តិទៅណាអស់រំពេចនោះសាកសឹកមិត្តរួមក្រុមដែលត្រូវគេព្យួរលើដើមឈើក៏ធ្លាក់មកមុខរបស់គេត្រូវបានហែកហួរមើលមិនយល់ឡើយទិដ្ឋភាពនេះធ្វើឲ្យ Michael ភ័យរន្ធត់ជាខ្លាំងមិនទាន់ទាំងដឹងខ្លួនផងស្រាប់តែព្រានព្រៃឱកាសលេចខ្លួននៅលើដើមឈើជាលើកដំបូងដែល Michael ឃើញសត្វចម្លែកបែបនេះគេក៏ចាប់ផ្ដើមបាញ់ប្រហារភ្លាមបាញ់គ្រាប់កាំភ្លើងអស់ពីបង់បន្ទាប់មកព្រានព្រៃបានបាញ់គ្រាប់ផ្លាស្មាម្យ៉ាងធ្វើឲ្យពួកគេខ្ទាតចេញទៅឆ្ងាយភ្លាមសំណាងល្អ Michael មិនអីទេតែមិត្តរួមក្រុមរបស់គេត្រូវបានបំបែកជាបំណែកនៅនឹងកន្លែងបន្ទាប់មកព្រានព្រៃឱកាសបានដើរមកជិតដើម្បីដណ្ដើមយកស្រោមដៃរបស់គេវិញក្នុងស្ថានភាពអាសន្នស្រោមដៃនោះស្រាប់តែបាញ់កាំបិតហោះចេញមកវាបានបុកចំកណ្ដាលព្រានព្រៃឱកាសធ្វើឲ្យគេដួលទៅលើដី Michael ស្មានថាគេស្លាប់ហើយប៉ុន្តែមិននឹកស្មានថាឈាមរបស់មិត្តរួមក្រុមបានស្រោចស្រពលើរាងកាយរបស់គេតាមរយៈការដាស់ពីឈាមនោះព្រានព្រៃឱកាសក៏បើកភ្នែកឡើងវិញដោយក្តីភ័យខ្លាច Michael ក៏ប្រញាប់យកមុខដែកហើយរត់គេចចេញពីកន្លែងកើតហេតុនៅពេលកំពុងរត់គេចខ្លួនស្រោមដៃស្រាប់តែជ្រុះចេញនៅគ្រាប់ដែកពណ៌មាសមួយ Michael គ្មានពេលខ្វល់ពីរឿងផ្សេងទៀតទេពេលនេះគេគ្រាន់តែចង់ចាក់ចេញពីកន្លែងដ៏គ្រោះថ្នាក់នេះឲ្យបានឆាប់បន្ទាប់ពីចាក់ចេញបានបន្តិចភ្នាក់ងារពិសេសរបស់រដ្ឋាភិបាលក៏បានមកដល់កន្លែងកើតហេតុថ្ងៃបន្ទាប់ Michael បានយកមុខដែកមកកាន់បាតតូចមួយបំរុងនឹងផ្ញើគ្រឿងបំពាក់ទាំងនេះទៅស្រុកកំណើតតាមផ្លូវគេបានដឹងដោយចៃដន្យថាគ្រាប់ដែកនោះមានសមត្ថភាពបំបាំងកាយសកម្មភាពនេះប្រកាសជាទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនអ្វីក៏កើតឡើងដូចដែលគេស្មានទុកមែនម្ចាស់ហាងទើបតែយកអីវ៉ាន់ចាក់ចេញទៅស្រាប់តែសញ្ញាអាសន្នបន្លឺឡើង Michael ដឹងច្បាស់ថាពួកគេមកដើម្បីចាប់ខ្លួនគេក៏ប្រញាប់ដាក់គ្រាប់ដែកចូលក្នុងកែវស្រាហើយលេបវាចូលទៅក្នុងពោះតែម្ដងជាលទ្ធផល Michael ត្រូវបានគេចាប់ខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលីសពួកគេបានប្រើម៉ាស៊ីនវាស់កុហកលើគេច្បាស់ណាស់អ្នកដែលអាចមានឧបករណ៍បែបនេះមិនមែនជាមនុស្សធម្មតាទេពួកគេគឺជាផ្នែកសម្ងាត់ដែលជំនាញខាងរុករកសត្វភពកាយដែលមានឈ្មោះកាត់ថាអ្នកខ្លំមើលតាមរយៈជំនួយពីម៉ាស៊ីនវាស់កុហកពួកគេជឿថា Michael ពិតជាបានឃើញសត្វភពកាយមែនប៉ុន្តែបរិសុទ្ធស្បែកខ្មៅមានគម្រោងមិនរីកាព័ត៌មានដ៏សំខាន់នេះទៅថ្នាក់លើឡើយដើម្បីការពារកុំឲ្យការសម្ងាត់នេះឃ្លីចេញក្រៅគេក៏បញ្ជូន Michael ទៅកាន់មន្ទីរពេទ្យវិកលចរិតក្នុងពេលជាមួយគ្នានោះព្រានព្រៃដែលរងរបួសនោះត្រូវបានផ្នែកពាក់ព័ន្ធបញ្ជូនទៅកាន់បន្ទប់ពិសោធន៍ដោយក្រុងនឹងស្វែងរកសែនកម្លាំងរបស់ព្រានព្រៃតាមរយៈការស្រាវជ្រាវដូច្នេះបរិសុទ្ធស្បែកខ្មៅបានអញ្ជើញអ្នកជំនាញល្បីឈ្មោះ Casey នាងបានដឹងពីក្រុមអ្នកខ្លំមើលថានៅក្នុងសែនរបស់ព្រានព្រៃឱកាសមានផ្ទុកណារបស់មនុស្សអ្នកចង់ដឹងថាមានអ្នកណាបានរួមភេទជាមួយមនុស្សភពកាយមែនទេបាទចាស់នៅពេលដែលពួកគេកំពុងធ្វើការស្រាវជ្រាវលើព្រានព្រៃឱកាសពួកគេមិនបានដឹងទាល់តែសោះថាមហន្តរាយនៃការសម្លាប់រង្គាលកំពុងតែខិតជិតមកដល់ងាកមកមើលម្ខាងទៀតកញ្ចប់អីវ៉ាន់ដែល Michael ផ្ញើមកត្រូវបាន Rory បើកមើលគេបានឃើញមុខដែកនិងស្រោមដៃការពារនៅខាងក្នុង Rory យល់ច្រឡំថាជាកាដូឆ្នាំថ្មីដែលឪពុកផ្ញើឲ្យគេពេលដែលគេកំពុងលេងគេបានប៉ះចំប្រព័ន្ធបញ្ជាដោយអចេតនាហើយប្រព័ន្ធនោះក៏បានបញ្ចេញរលកធាតុអាកាសទៅខាងក្រៅយ៉ាងលឿនសមាជិកព្រានព្រៃនៅខាងក្រៅភពទទួលបានរលកធាតុអាកាសក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប្រញាប់តម្រង់ទៅកាន់ទីតាំងដែលគេនៅដើម្បីតាមចាប់អ្នកទោសដែលរត់គេចខ្លួនម្នាក់នេះម្ដងព្រានព្រៃឱកាសម្នាក់ទៀតបានត្រៀមខ្លួនរួចជាស្រេចនៅពេលចាប់ផ្ដើមភ្លាមរន្ធឱកាសបានបើកឆ្ពោះទៅរកភពផែនដីយ៉ាងលឿននៅវិនាទីមុន
មុនពេលដែលយានអវកាសចូលក្នុងរបៀបបំបាំងកាយវាត្រូវបានរកឃើញដោយរ៉ាដារបស់កងទ័ពអាមេរិកដូចនេះកងទ័ពអាមេរិកបានរៀបចំផែនការបន្ទាន់ភ្លាមដោយបញ្ជូនយន្តហោះចម្បាំង2គ្រឿងទៅស្ទាក់ចាប់វត្ថុហោះមិនស្គាល់អត្តសញ្ញាណដោយមិនដឹងថាយានអវកាសនោះស្រាប់តែលេចមុខឡើងសំណាងល្អអ្នកបើកបរមានភាពរហ័សរហួនទើបអាចគេចផុតពីគ្រោះថ្នាក់ពីវត្ថុហោះនោះបានបន្ទាប់ពីដឹងខ្លួនកងទ័ពអាមេរិកបានបាញ់កាំភ្លើងធំ2គ្រាប់ភ្លាមប៉ុន្តែការវាយប្រហារបែបនេះគ្មានប្រសិទ្ធភាពចំពោះយានអវកាសឡើយវាត្រូវបានស្រូបយកទាំងស្រុងដោយរបាំងការពាររបស់យានបន្ទាប់មកយានអវកាសក៏បានវាយបកវិញដោយបាញ់កាំភ្លើងអេឡិចត្រូទីន Electromagnetic Cannon យ៉ាងខ្លាំងយន្តហោះចម្បាំងដែលមិនទាន់មានពេលគេចខ្លួនក៏ត្រូវបានបាញ់កំទេចជាបំណែកក្នុងមួយប៉ព្រិចភ្នែកបញ្ជាការដ្ឋានឃើញថាយន្តហោះចម្បាំងត្រូវបានកំទេចបន្ទាប់មកបានដឹងថាយានអវកាសកំពុងហោះសម្ដៅទៅរកបន្ទប់ពិសោធន៍យ៉ាងលឿនដូច្នេះបញ្ជាការដ្ឋានបានជូនដំណឹងបន្ទាន់ទៅកាន់បុរសស្បែកខ្មៅត្រីកឲ្យអ្នករាល់គ្នាប្រញាប់ដកថយចេញពីបន្ទប់ពិសោធន៍ក្រោយទទួលបានដំណឹងបុរសស្បែកខ្មៅក៏បើកប្រព័ន្ធការពារអាកាសភ្លាមប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺសំឡេងការពារអាកាសបានដាស់ព្រានព្រៃអវកាសដែលសន្លប់ឲ្យដឹងខ្លួនឡើងក្រោយពេលគេក្រោកឡើងក៏បានចាប់ផ្ដើមធ្វើការសម្លាប់រង្គាលលើមនុស្សនៅក្នុងនោះយ៉ាងសាហាវខូចខើនៅក្នុងភាពវឹកវរនោះបុរសស្បែកខ្មៅបានបើកទ្វារបន្ទប់ពិសោធន៍ហើយរត់គេចខ្លួនបាត់ទៅចំណែក Casey ឃើញស្ថានភាពមិនស្រួលក៏ចង់រត់គេចដែរប៉ុន្តែដើម្បីចាក់ចេញពីបន្ទប់ពិសោធន៍បានក្នុងដំណាក់កាលសម្លាប់មេរោគនាងត្រូវដោះសម្លៀកបំពាក់ចេញអស់ទើបទ្វារបើកឲ្យពេលនេះ Casey ពិតជាចង់ជេរប្រតិចបុរសស្បែកខ្មៅខ្លាំងណាស់អ្វីដែលកាន់តែអាក្រក់នោះគឺព្រានព្រៃអវកាសបានសម្លាប់មនុស្សនៅទីនោះអស់ហើយស្រាប់តែដឹងថានៅមានមនុស្សម្នាក់ទៀតពេលនេះ Casey ភ័យរហូតដល់ទៅសង្ងំនៅកាច់ជ្រុងខាងប៉ុន្តែព្រានព្រៃអវកាសជ្រើសរើសមិនសម្លាប់នាងឡើយព្រោះក្នុងច្បាប់កុលសម្ព័ន្ធព្រានព្រៃអវកាសពួកគេមិនសម្លាប់សត្វលោកដែលគ្មានសមត្ថភាពតាំងឬមនុស្សដែលចាស់ជារាទន់ខ្សោយនោះទេរឿងដែលសំខាន់បំផុតនៅចំពោះមុខគឺត្រូវដណ្ដើមយកអាវុធរបស់ខ្លួនមកវិញឆ្លងកាត់ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាច្រើនដំណាក់កាលចុងក្រោយព្រានព្រៃក៏អាចរត់ចេញពីបន្ទប់ពិសោធន៍បានសម្រេចចៃដន Michael ដែលនៅក្បែរនោះបានឃើញគេនឹកឃើញដល់មិត្តរួមក្រុមតែត្រូវព្រានព្រៃអវកាសនេះសម្លាប់កំហឹងក៏បានឆាប់ឆេះឡើងភ្លាមគេបានលើកទឹកចិត្តអ្នកនៅក្នុងឡានប៉ូលីសឲ្យរួមគ្នាប្រមាញ់សត្វចម្លែកភពកាយនេះអ្នកនៅក្នុងឡានសុទ្ធតែជាទាហានដែលធ្លាប់ឆ្លងកាត់សមរភូមិពេលឮថាត្រូវប្រមាញ់សត្វភពកាយគ្រប់គ្នាស្រាប់តែមានអារម្មណ៍រំភើបយ៉ាងខ្លាំងហើយក៏យល់ព្រមភ្លាមដោយមិនស្ទាក់ស្ទើរបន្ទាប់មកទៀតបរោះក្បាលទំពេកនិងមិត្តភ័ក្តិធ្វើពុតជាឆ្លោះគ្នាពេលអ្នកយាមបើកទ្វារដែលចេញមកមើលគ្រប់គ្នាបានឆ្លៀតឱកាសរំដោះខ្លួននិងប្លន់យកឡានដឹកអ្នកទោសហើយចាប់ផ្ដើមដេញតាមព្រានព្រៃអវកាសយ៉ាងអស់ពីកម្លាំងក្នុងពេលជាមួយគ្នានោះ Casey ក៏បានកាន់កាំភ្លើងថ្នាំសន្លប់ដេញតាមទៅដែរមិនយូរប៉ុន្មានក៏រកឃើញព្រានព្រៃអវកាសនោះអ្នកទាំងពីរបានធ្វើការដេញតាមគ្នាយ៉ាងសាហាវច្បាស់ណាស់ថាព្រានព្រៃអវកាសមានភាពរហ័សរហួនជាងគេបានលោតចុះពីលើរបងដែកយ៉ាងខ្ពស់ Casey ក៏លោតតាមពីក្រោយភ្លាមហើយបានធ្លាក់ចំលើឡានដែល Michael កំពុងបើកបរពួកគេនៅតែដេញមិនទាន់ព្រានព្រៃអវកាសឡើយ Michael ក៏សម្រេចចិត្តលើកកាំភ្លើងបាញ់ស៊ីគ្រាប់កាំភ្លើងធម្មតាគ្មានប្រសិទ្ធភាពចំពោះព្រានព្រៃអវកាសឡើយផ្ទុយទៅវិញត្រូវព្រានព្រៃបង្វិលខ្លួនមកបាញ់បែកកង់ឡានវិញធ្វើឲ្យ Michael ខ្ទាតចេញពីឡានភ្លាមឯ Casey ក៏ដោយសារតែឡានរង្គើខ្លាំងក៏ច្រឡំបាញ់ថ្នាំសន្លប់ចំខ្លួនឯងតែម្ដងឡានក៏ត្រូវបង្ខំចិត្តឈប់ត្រឹមនឹងស្របពេលនោះសំឡេងស៊ីរ៉ែនប៉ូលីសក៏បន្លឺឡើងយ៉ាងខ្លាំង Michael ប្រាប់ Casey ឲ្យប្រញាប់លោតចុះពីលើឡានខ្ញុំត្រូវទៅហៅអ្នកស្រីទៅលឿនឡើងតាមពិតពួកគេបានឃើញឡានដឹកទំនិញនៅក្បែរនោះគ្រប់គ្នាបានរត់ទៅប្លន់យកឡាននោះទុកឲ្យ Casey នៅឈរថ្មឹងម្នាក់ឯងសំណាងល្អពួកគេបានត្រឡប់មកវិញហើយនាំ Casey រួមដំណើរគេចខ្លួនជាមួយគ្នាងាកមកមើលម្ខាងទៀតព្រានព្រៃអវកាសបានលួចឡើងលើឡានដឹកទំនិញមួយគេបានផលិតកាំបិតហោះមួយយ៉ាងរហ័សរួចចូលទៅក្នុងកាប៊ីនឡានចាប់ផ្ដើមការសម្លាប់យ៉ាងសាហាវខូចខើគ្រប់យ៉ាងមិនអីទេមែនទេនៅខាងក្រោយទោះបីជាព្រានព្រៃអាចទម្លាយប៉ុស្តិ៍ត្រួតពិនិត្យបានសម្រេចប៉ុន្តែគេត្រូវប្រញាប់ទៅយកអាវុធរបស់គេវិញព្រោះក្នុងកំឡុងពេលរត់គេចខ្លួនអំបញ្ញមិញគេបានឃើញយានអវកាសរបស់កុលសម្ព័ន្ធមកដល់ផែនដីដែរក្នុងពេលជាមួយគ្នារ៉ូរីបានដឹងដោយចៃដន្យថារបាំងមុខមានពន្លឺចេញពីភ្នែកក៏បានយកវាមកពាក់នៅលើក្បាលនៅក្នុងនោះគេបានឃើញពីរបៀបដែលពួកភពកាយបង្កើតព្រានព្រៃដ៏មានអំណាចវាបានធ្វើឲ្យក្មេងបញ្ញវន្តដូចជារ៉ូរីបានចំណេះដឹងថ្មីយ៉ាងច្រើនក្នុងពេលតែមួយចៃដន្យពេលនេះគឺជាយប់បុណ្យ Halloween របាំងមុខចម្លែកនេះស័ក្តិសមបំផុតសម្រាប់តុបតែងខ្លួនគេក៏បានពាក់របាំងមុខនោះចេញទៅសុំស្ករគ្រាប់រ៉ូរីឃើញគ្មានអ្នកឆ្លើយតបក៏បំរុងនឹងដើរចេញពីទីនោះតែនឹកស្មានមិនដល់ថានៅពេលនោះនេះនៃស្ករគ្រាប់សម្រាប់ឯងអាជើងល្អមិត្តរួមថ្នាក់ដែលចូលចិត្តធ្វើបាបគេបានដឹងខ្លួនថាខ្លួនឯងបានប៉ះចំមនុស្សដែលមិនគួរដណ្ដប់ក៏រត់ចេញទៅទាំងស្លន់ស្លោស្រាប់តែនៅខាងក្រោយលេចចេញឆ្កែព្រានព្រៃយ៉ាពីចំនួនពួកវាត្រូវបានបញ្ជូនមកដើម្បីតាមរកមុខដែកនិងស្រោមដៃភ្លាមនោះដែរឡានមួយគ្រឿងបានបើកមកយ៉ាងលឿនបុកឆ្កែព្រានព្រៃខ្ទាតចេញរ៉ូរីងើបមើលទៅគឺឪពុករបស់គេមកដល់ទាន់ពេល Michael បានឲ្យកូនប្រុសរបស់ខ្លួនទៅពួននៅពីក្រោយមិត្តរួមក្រុមរបស់គេក៏បានមកដល់ដែរ Michael បានដឹកនាំអ្នករាល់គ្នាភ្លាមដើម្បីវាយបកទៅលើឆ្កែព្រានព្រៃវិញបុរសស្បែកខ្មៅបានបាញ់គ្រាប់បែកចេញទៅមួយគ្រាប់តែឃើញថាឆ្កែព្រានព្រៃនោះមិនរងរបួសសូម្បីបន្តិចតាមពិតទៅអាវុធធម្មតាសម្រាប់ពួកវាគឺគ្មានប្រសិទ្ធភាពអ្វីតតែសោះឆ្កែព្រានព្រៃដែលខឹងសម្បាក៏បានស្ទុះទៅខំ Michael យ៉ាងសាហាវសំណាងល្អមិត្តភក្តិបោះកាំភ្លើងបាញ់គ្រាប់បែកឲ្យ Michael ប្រញាប់ចូលទៅក្នុងចន្លោះរន្ទាដែកក្នុងវិនាទីគ្រោះថ្នាក់ Michael បានបាញ់គ្រាប់បែកបញ្ចុះមាត់វាធ្វើឲ្យឆ្កែព្រានព្រៃដ៏ខ្លាំងពូកែនោះផ្ទុះស្លាប់បាត់ទៅចំណែកឆ្កែព្រានព្រៃមួយទៀតក៏ត្រូវរងការឡោមព័ទ្ធហើយត្រូវគេបាញ់មួយគ្រាប់ចំក្បាលស្រាប់តែវាក្រោកឡើងមកវិញតែលើកនេះវាប្រែប្រួលខ្លាយទៅជាឆ្កែដ៏ស្លូតបូតនិងគួរឲ្យស្រឡាញ់វិញនៅពេលដែលគ្រប់គ្នាគិតថាគ្រោះថ្នាក់បានកន្លងផុតទៅព្រានព្រៃឱកាសម្នាក់បានលេចខ្លួនឡើងដូចអាទិទេពចុះពីលើមេឃហើយបានចាប់មិត្តរួមក្រុមម្នាក់ធ្វើជាចំណាប់ខ្មាំងតែព្រានព្រៃម្នាក់នេះហាក់ដូចជាគ្មានបំណងសម្លាប់មនុស្សទេគេគ្រាន់តែចង់ឲ្យមនុស្សដាក់អាវុធចុះទាំងអស់ដើម្បីដណ្ដើមយកគ្រឿងបំពាក់របស់គេវិញតែប៉ុណ្ណោះមិត្តរួមក្រុមម្នាក់បានឆាប់ឆេះការវាយប្រហារមុន Michael ឆ្លៀតឱកាសរើសកាំភ្លើងពីលើដីបាញ់ប្រហារបង្ខំឲ្យព្រានព្រៃដកថយនិងជួយសង្គ្រោះមិត្តរួមក្រុមបានសម្រេចគ្រប់គ្នាបានរត់ចូលទៅក្នុងសាលារៀនមួយសកម្មភាពនេះបានធ្វើឲ្យព្រានព្រៃឱកាសខឹងសម្បាយ៉ាងខ្លាំង
បន្ទាប់មកគេបានដើរចូលទៅក្នុងសាលារៀនយ៉ាងយឺតរំពេចនោះឯងនៅខាងក្រៅបង្អួចបានលេចចេញព្រានព្រៃយក្សដ៏ធំសម្បើមម្នាក់មិនទាន់ទាំងដឹងថាមានរឿងអ្វីកើតឡើងផងព្រានព្រៃមៀតតូចបានលេចមុខមកពីក្រោយហើយចាប់ Michael ផ្អឹបជាប់នឹងជញ្ជាំងដើម្បីរក្សាជីវិត Michael គ្មានជំរឿក្រៅពីហុចតេឡេបញ្ជាស្រោមដៃឲ្យគេឡើយចំពេលដ៏សំខាន់បំផុតនេះស្រាប់តែមានដៃដ៏ធំមួយបានចាប់អូសព្រានព្រៃមៀតតូចនោះបង្វិលទៅខាងហើយក្រវែងវាទៅលើដីបន្ទាប់មកទៀតព្រានព្រៃឱកាសដ៏ធំសម្បើមបានបង្ហាញខ្លួននៅចំពោះមុខគ្រប់គ្នាតាមពិតទៅគេគឺជាអ្នកដែលតាមប្រមាញ់ព្រានព្រៃឱកាសមៀតតូចដែលជាកុលសម្ព័ន្ធជាមួយគ្នាដែលមានឈ្មោះថាព្រានព្រៃឱកាសកំពូល Ultimate Predator គេបានសួរដោយកំហឹងថាតើវត្ថុដ៏ពិសិដ្ឋដែលលួចពីកុលសម្ព័ន្ធទៅនោះលាក់ទុកនៅណាព្រានព្រៃតូចមិនបានឆ្លើយតបឡើយតែបានបាញ់កាំភ្លើង plasma នៅលើស្មាដាក់ភ្លាមរួចដកក្រញាំដែកចេញមកហើយស្ទុះទៅវីតបជាមួយព្រានព្រៃកំពូលប៉ុន្តែគេមិនមែនជាគូប្រកួតរបស់ព្រានព្រៃកំពូលឡើយក្នុងពេលវីតបក្រញាំដែករបស់គេត្រូវបានព្រានព្រៃកំពូលកាច់បំបាក់ព្រានព្រៃកំពូលបានចាប់ច្របាច់គេលើកឡើងដោយកម្លាំងដ៏ខ្លាំងក្លាហើយបោកគេទៅលើឡានយ៉ាងសាហាវព្រានព្រៃតូចដែលរងរបួសធ្ងន់លែងមានសមត្ថភាពតាំងទៀតហើយព្រានព្រៃកំពូលគ្មានក្តីមេត្តាតតែសោះគេបានដើរមួយដៃធ្វើឲ្យក្បាលព្រានព្រៃតូចបែកខ្ទេចរួចក៏ចាប់ទាញក្បាលព្រានព្រៃនោះដាច់ចេញពីស្មាគ្រប់គ្នាឃើញទស្សនវិជ្ជាដ៏គួរឲ្យរន្ធត់នេះក៏ប្រញាប់បើកឡានគេខ្លួនបាត់នៅទីនោះព្រានព្រៃកំពូលបានបើកប្រព័ន្ធទំនាក់ទំនងខ្នាតតូចដើម្បីរាយការណ៍ទៅមេកុលសម្ព័ន្ធថាជនក្បត់ត្រូវបានកម្ចាត់ចោលហើយពេលនោះប៉ូលីសបានមកដល់ព្រានព្រៃកំពូលក៏បានបើកប្រព័ន្ធបំបាំងកាយភ្លាមហើយចាក់ចេញពីកន្លែងកើតហេតុដើម្បីបន្តការតាមប្រមាញ់ Rory Michael និងអ្នកផ្សេងទៀតបានទៅពួននៅក្នុងកសិដ្ឋានបោះបង់ចោលមួយ Casey បានរកឃើញតាមរយៈការស្រាវជ្រាវថាមូលហេតុដែលព្រានព្រៃកំពូលមានកម្លាំងខ្លាំងបែបនេះគឺដោយសារគេបានលួចយកនេះគូក្បាលរបស់មនុស្សដែលមានគុណភាពខ្ពស់មកចាក់បញ្ចូលក្នុងរាងកាយរបស់គេដើម្បីធ្វើការផ្លាស់ប្ដូរ DNA របស់ខ្លួនខណៈពេលដែលអ្នកទាំងពីរកំពុងពិភាក្សាគ្នាឧទ្ធម្ភាគចក្រមួយគ្រឿងបានចុះចតនៅក្បែររកស្ថានអ្នកដែលមកដល់គឺជាផ្នែកពិសេសរបស់រដ្ឋាភិបាលដែលជាអង្គភាពសម្ងាត់ទទួលបន្ទុកស្រាវជ្រាវសត្វភពកាយបេសកកម្មដែលពួកគេមកទីនេះគឺដើម្បីតាមរកតេឡេបញ្ជាស្រោមដៃតែ Michael មិនព្រមហាប់មាត់ប្រាប់ឡើយបន្ទាប់មកបរិសុទ្ធស្បែកខ្មៅត្រីកបានញែកពួកគេឃុំខ្លួនផ្សេងគ្នា Casey និង Michael ត្រូវឃុំក្នុងបន្ទប់ជាមួយគ្នាគេបានប្រាប់ពួកគេនៅអាថ៌កំបាំងដ៏ធំមួយដោយសារអាកាសធាតុមានការប្រែប្រួលជាបន្តបន្ទាប់ផែនដីនឹងលែងស័ក្តិសមសម្រាប់មនុស្សរស់នៅឆាប់នេះដូច្នេះពួកព្រានព្រៃឱកាសមានផែនការមុនពេលមនុស្សជាតិផុតពូជពួកគេនឹងមកប្រមូលយកដំណើរល្អរបស់មនុស្សដើម្បីត្រៀមចូលកាន់កាប់ភពផែនដីប៉ុន្តែមានពួកព្រានព្រៃមួយផ្នែកមិនយល់ស្របនឹងទង្វើនេះទេទើបបង្កឲ្យមានការក្បត់កើតឡើងគឺព្រានព្រៃមៀតតូចនោះឯងគេបានលួចវត្ថុដ៏ពិសិដ្ឋរបស់កុលសម្ព័ន្ធមកផែនដីក្នុងក្តីសង្ឃឹមថាវាអាចផ្លាស់ប្ដូរវាសនារបស់មនុស្សជាតិបានក្រោយនិយាយចប់បរិសុទ្ធស្បែកខ្មៅបាននាំខ្លួន Rory ចេញទៅដោយសារគេគឺជាមនុស្សម្នាក់គត់ដែលធ្លាប់ប៉ះពាល់ស្រោមដៃគេមានបំណងប្រើ Rory ដើម្បីតាមរកវត្ថុដ៏ពិសិដ្ឋដូចនេះហើយ Michael និងអ្នកផ្សេងទៀតលែងមានប្រយោជន៍ទៀតហើយបរិសុទ្ធស្បែកខ្មៅបានបញ្ជាឲ្យកូនចៅសម្លាប់ពួកគេចោលតែ Michael មិនអង្គុយចាំស្លាប់ឡើយគេបានដណ្ដើមយកកាំភ្លើងហើយបាញ់សម្លាប់ពួកទាហាន2នាក់ភ្លាមខណៈដែលទាហានបំរុងនឹងសម្លាប់ Casey ឆ្កែព្រានព្រៃបានលួចបង្ហាញខ្លួនដោយវាបានខំគ្រាប់បែកដៃមួយមកជាមួយពេលទាហានបំរុងនឹងរើសយក Casey បានប្រើក្បាច់រំដោះខ្លួនយ៉ាងស្អាតហើយបោកគេទៅលើដីរួចរើសយកគ្រាប់បែកដកកន្លេសចេញហើយញាត់ចូលទៅក្នុងអាវក្រោះការពារគ្រាប់របស់ទាហាននោះបន្ទាប់មកនាងក៏បានលោតចុះទៅជាន់ទី2សកម្មភាពគ្រប់យ៉ាងធ្វើឡើងយ៉ាងរហ័សនៅពេលគ្រប់គ្នាចេញទៅដល់ខាងក្រៅក៏ស្រាប់តែឃើញមិត្តរួមក្រុមផ្សេងទៀតកំពុងរងចាំនៅទីនោះមិនដឹងថាពួកគេទៅរកយន្តហោះមកពីណានោះទេរួចពួកគេក៏ចាប់ផ្ដើមដេញតាមបរិសុទ្ធស្បែកខ្មៅកាត់មកទស្សនវិជ្ជាម្ខាងទៀតព្រានព្រៃកំពូលបានតាមដានទៅដល់ផ្ទះរបស់ Michael គេបានសម្លាប់ទាហានយាម2នាក់យ៉ាងស្ងប់ស្ងាត់ក្រោយរៀបចំរួចរាល់គេក៏ដើរចូលទៅក្នុងបន្ទប់របស់ Rory ហើយទទួលបានទីតាំងច្បាស់លាស់របស់យានអវកាសក្នុងពេលជាមួយគ្នានោះបរិសុទ្ធស្បែកខ្មៅបាននាំ Rory ទៅដល់យានអវកាស Rory បានប្រើប្រាស់ប្រាជ្ញារបស់គេដើម្បីដោះស្រាយលេខកូដបញ្ជាយ៉ាងរហ័សទ្វារយានក៏បើកចេញសន្សឹមបរិសុទ្ធស្បែកខ្មៅសម្លឹងមើលគ្រឿងបំពាក់ដ៏អស្ចារ្យព្រមទាំងវត្ថុដ៏ពិសិដ្ឋដែលនៅចំកណ្ដាលគេញញឹមដោយក្តីត្រេកអរយ៉ាងខ្លាំងប៉ុន្តែនៅពេលនោះឯង Michael បានប្រើអាវុធបំបាំងកាយលួចចូលមកហើយបានច្រានបរិសុទ្ធស្បែកខ្មៅឲ្យដួលទៅលើដីចំណែកពួកទាហានក៏ត្រូវគេកម្ចាត់ចោលជាបន្តបន្ទាប់គេបានចាប់បរិសុទ្ធស្បែកខ្មៅធ្វើជាចំណាប់ខ្មាំងដើម្បីឲ្យទាហានឯទៀតដាក់តែគេមិនព្រមចេញបញ្ជាឡើយនៅពេលដែលភាគីទាំងពីរត្រៀមនឹងផ្ទុះអាវុធដាក់គ្នាព្រានព្រៃកំពូលក៏បានលេចមុខឡើងភ្លាមគេបានចាប់ទាហានម្នាក់បោះទៅម្ខាងចំចូលទៅក្នុងរបងអគ្គិសនីកម្លាំងខ្ពស់ទាហានដែលនៅសេសសល់បានបាញ់ប្រហារទៅលើគេប៉ុន្តែគ្រាប់កាំភ្លើងសម្រាប់ព្រានព្រៃកំពូលគឺមិនអាចធ្វើអ្វីគេបានតតែសោះព្រានព្រៃកំពូលវីលុកយ៉ាងសាហាវហើយចាប់ផ្ដើមសម្លាប់រង្គាលលើមនុស្សនៅទីនោះគ្រប់គ្នាភ័យស្លន់ស្លោរត់រកកន្លែងពួនបន្ទាប់មកព្រានព្រៃកំពូលបានដើរសម្ដៅទៅរកយានអវកាសគេបានប្រើប្រព័ន្ធបកប្រែនៅក្នុងយានដើម្បីប្រកាសថាល្បែងឆ្មាចាប់កណ្ដុរកំពុងចាប់ផ្ដើមច្បាប់គឺមនុស្សអាចរត់គេចខ្លួនបានដោយទុកពេលឲ្យ8នាទីបន្ទាប់មកគេនឹងចាប់ផ្ដើមតាមប្រមាញ់មនុស្សទាំងអស់ស្ថិតក្រោមការគំរាមកំហែងនេះគ្រប់គ្នាគ្មានជម្រើសហើយបាននាំគ្នារត់ចូលទៅក្នុងព្រៃយ៉ាងលឿនក្នុងក្តីសង្ឃឹមថានឹងអាចគេចផុតពីការតាមប្រមាញ់នេះពេលវេលាកន្លងផុតទៅរាល់វិនាទីគេដើរចេញពីយានអវកាសយ៉ាងយឺតរួចចុចតេឡេបញ្ជាយានអវកាសទាំងមូលត្រូវបានបំផ្ទុះខ្ទេចខ្ទីភ្លាមសម្លេងផ្ទុះបន្លឺឡើងយ៉ាងខ្លាំងល្បែងឆ្មាចាប់កណ្ដុរបានចាប់ផ្ដើមជាផ្លូវការហើយគ្រប់គ្នាបង្កើនល្បឿនរត់ទៅមុខពេលនោះទាហានម្នាក់ចាប់អារម្មណ៍ឃើញភាពមិនប្រក្រតីក៏សម្រេចចិត្តបោះកាំបិតហោះចេញទៅវាបំរុងនឹងហោះត្រឡប់មកវិញអ្វីដែលគួរឲ្យស្ដាយកាំបិតនោះមិនបានត្រូវគោលដៅឡើយតែពេលវាហោះត្រឡប់មកវិញបានកាត់ដៃរបស់គេដាច់តែម្ដងទាហាននោះស្រែកយំដោយការឈឺចាប់ជាខ្លាំងសំឡេងនោះបានតាក់ទាញព្រានព្រៃកំពូលឲ្យមកដល់គេបានអូសទាហានម្នាក់ឡើងទៅលើដើមឈើរួចខំផ្ដាច់ក្បាលទាហាននោះព្រាមគ្នាភ័យរន្ធត់ហើយលើកកាំភ្លើងបាញ់តបប៉ុន្តែការធ្វើចលនារបស់ព្រានព្រៃកំពូលគឺដូចជាខ្មោចលងធ្វើឲ្យគ្រប់គ្នាមិនអាចដឹងពីទីតាំងច្បាស់លាស់របស់គេឡើយមិនគួរឡើយដូចនេះគ្រប់គ្នាត្រូវប្រញាប់រកកន្លែងពួនប៉ុន្តែពួកគេមិនដឹងតតែសោះថាគឺភ្នែករបស់ព្រានព្រៃកំពូលមានសមត្ថភាពមើលធ្លុះដោយកាំរស្មី infrared មិនយូរប៉ុន្មានគេក៏បានរកឃើញទីតាំងពួកគេរួចក៏បានបាញ់កាំបិតហោះចេញទៅឃើញទស្សនវិជ្ជាបែបនេះមិត្តរួមក្រុមបានបាញ់ប្រហារភ្លាមដោយប្រើគ្រាប់កាំភ្លើងទាំងអស់ដែលមានប៉ុន្តែគ្រាប់កាំភ្លើងទាំងនោះមិនអាចធ្វើអ្វីគេបានឡើយព្រានព្រៃដែលអស់ភាពអត់ធ្មត់ក៏បាញ់កាំបិតហោះម្ដងទៀតសំណាងល្អដែល Casey ប្រើមុខដែកការពីការវាប្រហារដ៏សាហាវនេះបានមុខដែលធ្លាក់ចុះមកនោះបានទៅប៉ះនឹងឧបករណ៍បញ្ជាសម្ងាត់ហើយបានបាញ់កាំភ្លើង plasma ធ្វើឲ្យព្រានព្រៃកំពូលខ្ទាតចូលទៅក្នុងអន្ទាក់ដែលបានរៀបចំទុកជាមុននៅពេល Michael ឃើញបែបនេះក៏បានបញ្ជាឲ្យកូនចៅបើកប្រព័ន្ធអន្ទាក់ភ្លាមរំពេច
នោះឧស្ម័នម្យ៉ាងត្រូវបានបាញ់ចេញមកបុរសស្បែកខ្មៅក៏ចាប់ផ្ដើមបាញ់ប្រហារភ្លាមណេថក៏បានឆ្លៀតឱកាសលោតទៅលើវារួចយកកាំបិតចាក់ទៅលើក្បាលរបស់វាដែរចំណែកខេស៊ីបានប្រាប់ឲ្យបុរសស្បែកខ្មៅប្រើកាំភ្លើងផ្លាស្មាតែបែរជាបង្កបួសដល់ខ្លួនឯងទៅវិញព្រានព្រៃបានក្រវែងណេថចេញធ្វើឲ្យមេឃឈើចាក់ធ្លុះដើមទ្រូងរបស់គេឃើញមិត្តរួមក្រុមស្លាប់យ៉ាងអាណោចអាថំបែបនេះធ្វើឲ្យខូយ៉ូកាត់កំហឹងយ៉ាងខ្លាំងគេបានបាញ់គ្រាប់បែកដៃដាក់សត្រូវភ្លាមប៉ុន្តែកាំបិតហោះបានហោះមកចាក់ធ្លុះរាងកាយរបស់គេទីហ៊ានឯទៀតឃើញបែបនេះក៏ភ័យស្លន់ស្លោរត់គេចខ្លួនតើមនុស្សអាចរត់គេចផុតពីការតាមប្រមាញ់របស់ព្រានព្រៃឱកាសដោយរបៀបណានៅពេលគ្រោះថ្នាក់កាន់តែគៀកដល់គ្រប់គ្នា Michael បានសម្រេចចិត្តចេញមុខមកប្រឈមប៉ុន្តែត្រូវបានព្រានព្រៃក្រវែងចេញយ៉ាងងាយគោលដៅពិតប្រាកដរបស់វាគឺ Rory មិនមែន Michael ឡើយព្រោះ Rory មានដំណើរល្អដាច់គេក្នុងចំណោមមនុស្សជាតិវាបានចាប់ Rory បញ្ចូលទៅក្នុងយានអវកាសរួចបញ្ជាឲ្យយានហោះចេញទៅកាន់ភពរបស់វា Michael បានសម្រេចចិត្តលោតតង់យាននោះហើយមិត្តរួមក្រុមផ្សេងទៀតក៏បានលោតតាមដែរមិនទាន់ទាំងបានជួយសង្គ្រោះ Rory ផងរបាំងការពីពណ៌ខៀវបានលេចឡើងនៅជុំវិញយានគ្រប់គ្នាភ័យស្លន់ស្លោរត់គេចចេញពីបាំងនោះមិត្តរួមក្រុមម្នាក់គេចមិនទាន់ក៏ត្រូវបានរបាំងនោះកាត់ជើងទាំងសងខាងដាច់នៅពេលគ្មានជើងទប់ខ្លួនគេក៏ត្រូវខ្យល់បក់ទម្លាក់ចុះទៅខាងក្រោមខណៈដែលយានកាន់តែបង្កើនល្បឿនលឿនទៅសេចក្តីស្លាប់នៅគៀបបង្កើយបុរសស្បែកខ្មៅត្រីក៏បានសម្រេចចិត្តលោតចូលទៅក្នុងម៉ាស៊ីនយានធ្វើឲ្យម៉ាស៊ីនត្រូវខ្ទេចខ្ទីយានអវកាសក៏ធ្លាក់ចុះមកលើដីយ៉ាងលឿនទង្វើនេះបានធ្វើឲ្យព្រានព្រៃខឹងសម្បាយ៉ាងខ្លាំងវាសម្រេចចិត្តថានឹងកម្ចាត់មនុស្សដែលរំខានទាំងនេះចោលក្នុងស្ថានភាពដ៏ខេស៊ីបានបង្ហាញខ្លួនពីខាងក្រោយហើយលោតទៅអប់ពីលើខ្នងវារួចបាញ់កាំភ្លើងដាក់ក្បាលវាជាច្រើនគ្រាប់នាងក៏ត្រូវបានព្រានព្រៃបោកទៅលើដីវិញ Michael ឆ្លៀតឱកាសនោះបុកវាឲ្យធ្លាក់ចូលទៅក្នុងច្រកហើយរមៀលទៅក្បែរយានអវកាស Rory ឃើញដូចនេះក៏ប្រញាប់ចូលទៅក្នុងយានហើយបើកប្រព័ន្ធរបាំងការពារភ្លាមព្រានព្រៃតបមិនទាន់ក៏ត្រូវបានរបាំងកាត់ដាច់ដែមខាងស្រាប់តែឆ្កែព្រានព្រៃបានខំគ្រាប់បែកមួយមកឲ្យហើយវាចាប់ផ្ដើមស្ទុះទៅខំព្រានព្រៃកំពូលមិនលែងខេស៊ីឃើញបែបនេះក៏បោះគ្រាប់បែកទៅឲ្យ Michael រួចគេក៏រើសយកអាវុធពីដៃដែលដាច់របស់ព្រានព្រៃដើម្បីបាញ់គ្រាប់បែកនោះបញ្ចូលទៅក្នុងខ្លួនវាក្រោយមក Michael ត្រូវបានដំឡើងឋានៈជាវ៉ូសេនីឯកចំណែក Rory ក៏បាននៅធ្វើការជាមួយឪពុកក្នុងផ្នែកស្រាវជ្រាវទទួលបន្ទុកលើការសិក្សាគ្រឿងបំពាក់របស់ពួកភពកាយចំណែកវត្ថុដ៏ពិសិដ្ឋដែលគ្រប់គ្នាដណ្ដើមគ្នានោះនៅតែស្ថិតនៅលើភព Panday ដែរវាត្រូវបានរក្សាទុកនៅក្នុងប្រអប់យានអវកាសនៅចំពោះមុខពួកគេទ្វារប្រអប់ក៏បើកចេញសន្សឹមគ្រឿងដែកម្យ៉ាងបានបង្ហាញខ្លួននៅចំពោះមុខគ្រប់គ្នាអ្នកស្រាវជ្រាវស្មានថាវាគ្រាន់តែជាអាវុធធម្មតាប៉ុន្តែវាស្រាប់តែស្រុកជាប់នឹងដៃរបស់អ្នកស្រាវជ្រាវម្នាក់តាមពិតទៅនេះគឺជាបច្ចេកវិទ្យាដ៏ខ្លាំងបំផុតដែលពួកព្រានព្រៃធ្លាប់បានស្រាវជ្រាវមកវាមានឈ្មោះថា Predator Killer ព្រមឡើយពួកព្រានព្រៃចង់ប្រើវាដើម្បីបំផ្លាញមនុស្សជាតិប៉ុន្តែឥឡូវនេះវាបានក្លាយជាអាវុធដ៏ខ្លាំងបំផុតរបស់សម្រាប់ពតាំងនឹងពួកភពកាយវិញរឿងនេះពិតជាល្អមែនណាស់សាច់រឿងទាំងមូលពិតជាគួរឲ្យចង់ទស្សនាដោយផ្ទាល់ខ្ញុំគឺស៊ីនអ្នករៀបរាប់សាច់រឿងតើស្អីគេនឹងនេះគឺជាឈុតថ្មីរបស់ខ្ញុំអាប់អូនសម្លាញ់សង្ឃឹមថាពួកគេមានទំហំធំល្មមសម្រាប់ខ្ញុំដែរចុះ